ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះគឺថារៀងខុសប្លែកបន្តិចហើយរឿងតដងធ្លាប់លេងវីដេអូមកកំ pl ែងហើយគឺថាមករយៈនេះគឺថាពុកម៉ែបងប្អូនរបស់យើងគឺថាឃើញថាពិតជាមានការជលិះច្រើនខ្លាំងមែនទែននិយាយរួមទៅគឺថ្ងៃនេះគឺមកបង្ហាញទឹកដៃពីការស្រស់មីញ៉ាំបន្តិចហើយនិយាយរួមទៅគឺថាការស្រស់មីរបស់ខ្ញុំគឺបែបយើងស្រកស្រែយើងដាក់លឹកបាសលឹកអីចូលទៅហើយរួមទៅដោយសារតែការដាក់លើបាសវាមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនហើយស្រមីរបស់ខ្ញុំគឺខ្ញុំដាក់អំពិលទុំហើយនឹងខ្ទឹមដោយការយកកាត់ខ្ទឹមហើយដាក់អំពិលទុំចូលដែរទៅហើយបងប្អូនអាចមើលលេងបានខ្ញុំមិនជាចង់ភើមិនចៃទេប៉ុន្តែចង់និយាយថាខ្ញុំមានវិធីសាស្ត្រស្រស់មីឲ្យឆ្ងាញ់គឺខ្ញុំដាក់អំពិលទុំហើយមីខ្ញុំស្រស់បែបខាប់ហើយយើងដាក់មីចូលរួចហើយជារួមទៅចាក់អំបិលមីចូលបន្តិចមកដើម្បីឲ្យវាមានជាតិមានជ័រហើយបន្លែរបស់ខ្ញុំគឺខ្ញុំមានដាក់លក់បានបន្តិចទៅសក់បន្តិចផងហើយយើងដាក់ចូលទៅហើយយើងដាក់ចូលរួចហើយក៏យើងមានប្រើប្រហិតដែរខ្ញុំមានដាក់ប្រហិតដែរបងប្អូនខ្ញុំប្រើប្រហិតខ្ញុំប្រើស្ពៃដែរស្ពៃអត់មានញ៉ៃទេស្ពៃនៅធុងមានឃើញមានស្ពៃដូចជាស្ពៃហាងហើយស្ពៃហាងនេះស្ពៃហាងហើយខ្ញុំកាច់ដាក់ចូលព្រក់តែម្ដងទៅហើយប្រហិតខ្ញុំដាក់ប្រហិតប្រហែលជាតុង1500ដែរប្រហិតណាប្រហិតខ្លួនឯងមានស្រេចឥឡូវយើងពុះហើយគ្រុកដូចឃើញស្រែបងប្អូនតំណងអត់បងប្អូនឃើញពុះពេលឃើញតំណងអត់ឥឡូវយើងបើកមើលម្ដងទៀតយ៉ាបើកមើលឃើញថាពុះកម្ដៅអង្សាសេវារៀងគិតថាឆ្អិនល្មមទៅការញ៉ាំហើយយើងកូរវារៀងសប់បន្តិចទៅដើម្បីឲ្យវាចូលជាតិចូលជើងក៏និយាយបណ្ដាចូលសូលេបណ្ដាចង់លាបទឹកមើលបណ្ដាបងប្អូនអើយឃើញតំណងខ្លាំងពេកអូជាតែម្ដងគ្រុកឥឡូវឆ្អិនហើយយើងលុតគេចោលសិនលុតគេចោលយើងរៀបចំដាក់ចានទៀតហើយចានយើងមានតំណងទៀតតំណងហ្នឹងតំណងហ៎ឲ្យបានបន្ទុកដែរក្នុងការបែបថាស្រស់មីបែបនេះបងប្អូនតែយើងស្រស់មីស្រស់ឆ្ងាញ់បើយើងស្រស់ឆ្ងាញ់យើងហូបម្ដងម្កាលវានិយាយថាយើងហូបឲ្យបាក់តែបើយើងស្រស់ឆ្ងាញ់ហូបអត់ងាយបាក់ទេហូបហើយចង់ហូបទៀតហូបហើយចង់ហូបទៀតបងប្អូនអាចមើលលេងធ្វើបានធ្វើតាមខ្ញុំបានហើយក្នុងតម្លៃមីមួយចាននេះខ្ញុំអាចនិយាយបានថាតម្លៃបានវាមួយចាននេះចូល4000ដែរគឺថាតំណងខ្លាំងអីបងប្អូនជួយឲ្យបន្ទុកម្នាក់មួយផងមើលហើយយល់ទៅខ្ញុំមានក្រៅពីពាក្យថាអរគុណច្រើនតែមកបងប្អូនយើងតែមើលវីដេអូខ្ញុំទស្សនាវីដេអូខ្ញុំរហូតជួយ like ជួយ share ឲ្យខ្ញុំយើងមានបងយើងរួចអីតំណងបងប្អូនតោះទៅមើលការញ៉ាំបងខ្ញុំទាំងអស់គ្នាថាតំណងឆ្ងាញ់ប៉ុណ្ណា Let's go ខ្ញុំមកគ្នាបងប្អូន